ជំរាបសួរបងប្អូនទាំងអស់គ្នាយើងចាប់ផ្ដើមមេរៀនជាបន្តទៀតតើបងប្អូនទាំងអស់គ្នា我需要你我មានន័យថាខ្ញុំ需要需要មានន័យថាត្រូវការ你អ្នកអញ្ចឹងប្រយោគនេះយើងអានថា我需要你ខ្ញុំត្រូវការអ្នក我需要你ប្រយោគទី2我喜欢你我មានន័យថាខ្ញុំ喜欢មានន័យថាចូលចិត្តអីមួយហ្នឹងបងប្អូនទាំងអស់គ្នា喜欢你គឺអ្នកអញ្ចឹងយើងអានថា我喜欢你ខ្ញុំចូលចិត្តអ្នក我喜欢你ខ្ញុំចូលចិត្តអ្នកឃ្លាទី3我理解你មានន័យថាខ្ញុំយល់ពីអ្នក我មានន័យថាខ្ញុំ理解យល់ពីអីមួយអញ្ចឹងទៅ理解អាម្ដងទៀត理解នេះបងប្អូនចេះហើយអ្នក我ខ្ញុំ我理解你ខ្ញុំយល់ពីអ្នកមានន័យថាយើងយល់អំពីគាត់ដែលគាត់ចង់គិតពីអីគាត់ចង់និយាយពីអីអញ្ចឹងណា我理解你តើបងប្អូនឃ្លាបន្ទាប់我等你我等你等បងប្អូនទាំងអស់គ្នាចាំមានន័យថាចាំផ្លែតចាំបន្តិចអីហ្នឹង我បងប្អូនចេះហើយណោះខ្ញុំតឹងមានន័យថាចាំនេះអ្នកអញ្ចឹងយើងបកប្រែថាខ្ញុំរងចាំអ្នកឬមួយក៏ខ្ញុំនៅចាំអ្នកក៏បានដែរ我等你我等你ឃ្លាបន្ទាប់នេះ我想你我想你想មានន័យថានឹកគិតដល់នរណាម្នាក់គិតដល់អីមួយនឹកពីអីមួយតោះយើងអានម្ដងទៀត我想你ខ្ញុំនឹកអ្នក我想你ឃ្លាបន្ទាប់ទៀត我爱你我爱你爱នេះមានន័យថាស្រឡាញ់愛ស្រឡាញ់我ខ្ញុំនេះអ្នកអញ្ចឹងយើងបកប្រែថាខ្ញុំស្រឡាញ់អ្នក我爱你我爱你ឃ្លាបន្ទាប់ទៀត你要吗你要吗要យើងបកប្រែថាត្រូវការ要ចង់ក៏បានដែរបងប្អូនទាំងអស់គ្នាប៉ុន្តែកន្លែងនេះយើងបកប្រែថាត្រូវការនេះបងប្អូនចេះហើយអ្នកម៉ាកន្លែងនេះគឺនៅក្នុងសំណួរភាគច្រើនឲ្យតែមានម៉ាមានន័យថាគេសួរយើងហើយនេះយ៉ាវម៉ាអ្នកត្រូវការឬទេឬក៏អ្នកត្រូវការវាអត់នេះយ៉ាវម៉ានេះយ៉ាវម៉ានេះយ៉ាវម៉ាចូលពាក្យមកពាក្យទៀតនេះឈឺម៉ានេះឈឺម៉ាឈឺកន្លែងនេះមានន័យថាញ៉ាំបាយញ៉ាំអីមួយបងប្អូនញ៉ាំអីហ្នឹងញ៉ាំបាយញ៉ាំមីញ៉ាំកាទៀវញ៉ាំអីហ្នឹងនេះឈឺម៉ាអ្នកញ៉ាំអត់នេះឈឺម៉ានេះខ្ញុំមិនបកប្រែបងប្អូនចេះហើយណនេះអ្នកឈឺញ៉ាំអញ្ចឹងអ្នកញ៉ាំអត់អ្នកចង់ញ៉ាំអត់ឬមួយក៏អ្នកញ៉ាំហ៎អញ្ចឹងភាសាខ្មែរយើងតើយើងចូលឃ្លាបន្ទាប់ទៀតនេះយោម៉ាយោមានន័យថាមានយោមាននេះអ្នកម៉ាគឺសំណួរអញ្ចឹងយើងបកប្រែថាអ្នកមានអត់យើងហៅអីមួយអញ្ចឹងយើងសួរគេអ្នកមានអត់ខ្ញុំខ្ចីសិននេះយោម៉ានេះយោម៉ាបន្ទាប់ទៀតនេះឈីម៉ានេះឈីម៉ា do you go អង់គ្លេសណាបងប្អូនទាំងអស់គ្នាឈី
មានន័យថាទៅ去ទៅកន្លែងណាមួយដើរទៅណានីមានន័យថាអ្នកម៉ាកន្លែងនេះក៏ជាប្រយោគសំណួរដែរឲ្យតែមានពាក្យថាម៉ាមានន័យថាគេសួរយើងហ្នឹងអញ្ចឹងនីឈីម៉ាអ្នកទៅអត់ទៅមួយខ្ញុំអត់តោះយើងចូលសំណួរមកសំណួរទៀតនីឡាយម៉ានីឡាយម៉ាឡាយនេះមានន័យថាមកអត់មកទីនេះទេនីមានន័យថាអ្នកឡាយមានន័យថាមកម៉ាកន្លែងនេះគឺជាសំណួរអញ្ចឹងយើងមកប្រែថាអ្នកមកអត់អ្នកមកអត់នេះឡាយម៉ាយើងចូលមកសំណួរទៀតម៉ាកន្លែងនេះគឺជាអញ្ចឹងឬមួយក៏មិនតែកន្លែងនេះយើងបកប្រែថាម៉ាអញ្ចឹងមែនគឺយើងនិយាយយើងសួរគេថាអញ្ចឹងមែនម៉ាឃ្លាមួយទៀតវម៉ាខ្ញុំម៉ាកន្លែងនេះគឺជាសំណួរអញ្ចឹងយើងបកប្រែថាខ្ញុំមែនឲ្យខ្ញុំទៅមែនវម៉ាឲ្យខ្ញុំធ្វើមែនវម៉ាខ្ញុំមែននីលៃម៉ាលៃមានន័យថាហត់លៃហត់នីអ្នកលៃហត់ម៉ាគឺជាពាក្យសំណួរអញ្ចឹងគេបកប្រែថាអ្នកហត់អត់នីលៃម៉ាឥឡូវយើងឆ្លើយវិញម្ដងមិញគេសួរឥឡូវយើងឆ្លើយថាវលៃហត់មែនទេបងប្អូនមិញយើងរៀនប្រយោគមិញវខ្ញុំលៃហត់លើមានន័យថាហើយខ្ញុំហត់ហើយបកប្រែអញ្ចឹងណាបងប្អូនទាំងអស់គ្នាខ្ញុំហត់ហើយភាសាចិនយើងអានថាវលៃលតោះយើងឆ្លើយមកឃ្លាទៀតឆ្លើយបដិសេធមានន័យថាយើងអត់ហត់ទេខ្ញុំអត់ហត់ទេ我不累的ឬក៏我不累的不累មានន័យថាអត់ហត់មិនហត់ពូនេះមានន័យថាបដិសេធថាមិនលៃហត់វខ្ញុំតើហ្នឹងភិកច្រើនឃ្លាគេនិយាយបែបហ្នឹងពេលបញ្ចប់我不累的我不去的我走了អញ្ចឹងណាតោះយើងអានជាមួយគ្នា我不累的我不累的ខ្ញុំអត់ហត់ទេយើងចូលឃ្លាបន្ទាប់ទៀតនីម៉ាមានន័យថាឃ្លានអញ្ចឹងយើងប្រយោគនេះសំណួរនេះយើងអានថានីម៉ាអ្នកឃ្លានអត់ឃ្លានទេចង់ញ៉ាំអីទេនីម៉ាដូចគ្នាអញ្ចឹងយើងឆ្លើយជាមួយគេវពូមានន័យថាអត់ទេពូមានន័យថាអត់ឃ្លានទេវខ្ញុំអញ្ចឹងយើងបកប្រែថាខ្ញុំអត់ឃ្លានទេតោះយើងអានចិនភាសាចិនជាមួយគ្នាវពូបន្ទាប់មកយើងឆ្លើយប្រាប់គេថាខ្ញុំឃ្លានតែម្ដងអញ្ចឹងយើងភាសាចិនយើងនិយាយថាវគឺឃ្លានវខ្ញុំលើហើយអញ្ចឹងយើងអានថាវខ្ញុំឃ្លានហើយវ